$8.8 $8.8 $8.8 មួយបែបទៀតគឺយើងប្រើទម្រង់ដុល្លារកាក់សេនលេខដែលនៅខាងឆ្វេងក្បៀសគឺជាខ្ទង់ខែលេខដែលនៅខាងស្ដាំក្បៀសខ្ទង់ទី1គឺជាខ្ទង់ម៉ោលេខដែលនៅខាងស្ដាំក្បៀសខ្ទង់ទី2គឺជាខ្ទង់ហ្វិនចង់ឧទាហរណ៍លេខនេះ$1 5 កាក់គឺយើងអាន1.5毛1.5毛 Hello 大家好វីដេអូនេះយើងមករៀនអំពីរបៀបនៃការអានតម្លៃលុយដែលមានចុចឬមកក៏មានក្បៀសខ្ញុំមានពីររបៀបសម្រាប់អ្នកទាំងអស់គ្នាដែលរបៀបទី1យើងអាចប្រើបានទាំងក្នុងភាសានិយាយទាំងក្នុងភាសាផ្លូវការហើយរបៀបទី2យើងប្រើក្នុងភាសាប្រចាំថ្ងៃធម្មតារបៀបទី1គឺយើងប្រើពាក្យចុចភាសាចិនថាទៀនដំបូងអានលេខដែលនៅខាងមុខបន្ទាប់មកប្រើពាក្យចុចទៀនបន្ទាប់មកអានលេខដែលនៅខាងក្រោយក្បៀសប៉ុន្តែលេខដែលនៅខាងក្រោយក្បៀសគឺត្រូវអានម្ដងម្លេចហើយយើងអត់អាចអានវាជាខ្ទង់10ខ្ទង់100ខ្ទង់1000អីទេបន្ទាប់មកគឺបូកជាមួយនឹងរូបិយប័ណ្ណនៃលុយហ្នឹងឧទាហរណ៍ថាលេខ$1.5គឺយើងអាន1.5美金ដុល្លារយើងអាន美金ក៏បានឬក៏美元ក៏បាន1.5美金$8.8 $8.8美金$8.8美金$9.99 9.99美金9.99美金$25.9ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូខាងលើនេះអ្នកគ្រូក៏បានដកស្រង់ចេញពីសៀវភៅចិនឈឺលៀនស៊ីរបស់យើងនៅសៀវភៅកម្រិតទី3ទាក់ទងនឹងរបៀបនៃការហៅចំនួនលុយតម្លៃលុយដូច្នេះសម្រាប់ទាំងអស់គ្នាចង់បានសៀវភៅនឹងយកទៅសិក្សាបន្ថែមឬក៏ចង់បានសៀវភៅផ្សេងទៀតអាចទំនាក់ទំនងមកបានណាហើយបញ្ជាក់សៀវភៅចិនឈឺលៀនស៊ីនេះជាសៀវភៅដែលខាងលោកស៊ឺគាត់និពន្ធចងក្រងឡើងដោយផ្ដោតសំខាន់ទៅលើពាក្យនិងឃ្លាប្រយោគសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់យើងតែម្ដងដើម្បីជួយសិស្សឲ្យគាត់ឆាប់ប្រើបានឆាប់និយាយបានពេលរៀនចប់សៀវភៅទាំងនោះ25.9美金25.9美金$550.55 550.55美金550.55美金មួយបែបទៀតគឺយើងប្រើទម្រង់ដុល្លារកាក់សេនដុល្លារនៅកន្លែងនេះគឺយើងប្រើពាក្យខ្វាត់ពាក្យកាក់គឺម៉ោហើយពាក្យសេនគឺហ្វិនបន្តមកទៀតគឺយើងត្រូវបែងចែកថាលេខណាគឺជាខ្ទង់ខ្វាត់ខ្ទង់ម៉ោហើយនិងខ្ទង់ហ្វិនលេខដែលនៅខាងឆ្វេងក្បៀសគឺជាខ្ទង់ខ្វាត់លេខដែលនៅខាងស្ដាំក្បៀសខ្ទង់ទី1គឺជាខ្ទង់ម៉ោលេខដែលនៅខាងស្ដាំក្បៀសខ្ទង់ទី2គឺជាខ្ទង់ហ្វិនចង់ឧទាហរណ៍លេខនេះ$1 5 កាក់គឺយើងអាន1.5毛1.5毛$1 5 កាក់5សេន1.5毛5分1.5毛5分$37 2 កាក់5សេន37块2毛5分37块2毛5分$99 9 កាក់9សេន99块9毛9分99块9毛9分ពាក្យថាកាក់ឬក៏សេនប្រសិនបើវានៅខាងចុងគេបង្អស់គឺយើងអាចអត់និយាយវាក៏បានដែរឧទាហរណ៍ពាក្យថា1.5毛យើងក៏អាចកាត់នៅសល់ត្រឹមតែ1.5 1.5毛5分យើងក៏អាចកាត់នៅសល់ត្រឹមតែ1.5毛5 99块9毛9分យើងក៏អាចកាត់នៅសល់ត្រឹមតែ99块9毛9